Ok សួស្តីបងប្អូនអរគ្នាមេរៀនទី2ផងយើងគឺបានចប់ហើយអញ្ចឹងថ្ងៃនេះគឺយើងចូលមេរៀនទី3មេរៀនទី3គឺខ្ញុំលើកយកអក្សរ E តោះកុំឲ្យខាតពេលវេលាយូរយើងអានទាំងអស់គ្នាតោះ Ok Unit 3 E សំឡេងផងវាគឺ a រៀងខ្លីបងប្អូន a ដូចស្រៈយើងដែរអញ្ចឹង a E បូកអក្សរ T គឺអានថា at E បូកអក្សរ N គឺយើងអាន n E បូកអក្សរ D យើងអានថា add អូខេអញ្ចឹងថ្ងៃនេះយើងរើយកអក្សរ E ទៅទេសិនអូខេបាទ short E a a short E a a អញ្ចឹងពាក្យទាំងអស់នេះគឺផ្ដើមដោយអក្សរ E a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  អូខេយើងអានមក L yeah elephant 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 សត្វដំរី egg 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 សុទ្ធ eight 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 លេខ8 elk 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 សត្វប្រើសអូខេហើយអានតែម្ដងទៀត elephant elephant egg egg eight eight elk elk អូខេពាក្យយើងអានចប់ហើយបងប្អូនអាចអានខ្លួនឯងម្ដងហើយម្ដងទៀតបានសារវីដេអូចុះឡើងទៅចេះហើយតោះឥឡូវយើងមើល phonics reading phonics reading ការអាននិងបញ្ចេញសំឡេងគឺខ្ញុំមានល្បះពីរថ្ងៃនេះផ្លែទៀតហើយតោះឥឡូវអានមក there are 8 eggs in the pan there are 8 eggs in the pan អូខេល្បះទី2 I see an elephant and an elk I see an elephant and an elk អូខេតោះឥឡូវយើងអានហើយនឹងបកប្រែភាសាទៀតតោះ there are thereមានន័យថាមានចឹងយើងរៀបរាប់ប្រាប់នរណាម្នាក់អីចឹងថាមានយើងឃើញអីមួយយើងនិយាយថាមានអូខេ there are 8 x 8 លេខ8អញ្ចឹងសុទ្ធ8អញ្ចឹងមានសុទ្ធ8 there are 8 x មានសុទ្ធចំនួន8ក្នុងភាសាអង់គ្លេសកាលណាអ្វីក៏ដោយមាន2ចាប់ពី2ឡើងទៅគឺគេថែម s ដូចថាក្នុងពាក្យយើងអត់មាន s ទេតែដល់ក្នុងនេះគឺមាន s អញ្ចឹងចាប់ពីចំនួន2 8ហើយអញ្ចឹងយើងថែម s មួយដើម្បីឲ្យបញ្ជាក់ថាវាមានចំនួនចាប់ពី2ឡើងទៅអូខេ there are 8 x មានសុទ្ធចំនួន8 in the pan in the pan in the pan យើងរៀនហើយពាក្យ pan ហ្នឹងបានន័យថាផ្ទះអញ្ចឹងនៅក្នុងផ្ទះអញ្ចឹងប្រហែលជាយើងយកទៅស្ងោរអញ្ចឹងយើងឃើញយើងរៀបរាប់បានហើយដូចយើងឃើញហើយមួយយើងអាចរៀបរាប់ឲ្យមានចំនួនប៉ុន្មានអីប៉ុន្មានគឺយើងប្រើ there are តោះ there are 8 eggs in the pan មានសុទ្ធចំនួន8នៅក្នុងផ្ទះ I see អូខេនេះធ្លាប់ហើយរៀនហើយយកអានេះ I see ខ្ញុំឃើញ an elephant ដំរីមួយក្បាល and an elk អូខេ an elk គឺសត្វប្រើសមួយក្បាលដែរអញ្ចឹងខ្ញុំឃើញដំរីមួយក្បាលហើយនឹងសត្វប្រើសមួយក្បាល I see an elephant and an elk ខ្ញុំឃើញដំរីមួយក្បាលហើយនឹងសត្វប្រើសមួយក្បាលអូខេអញ្ចឹង short e យើងគឺមានប៉ុណ្ណឹងវីដេអូក្រោយយើងនឹងរៀន short e បូកជាមួយអក្សរ t ចេញសំឡេង at អូខេសួស្តីអ្នកនរគ្នានេះគឺជាវីដេអូបន្ទាប់នៃមេរៀនទី3របស់យើងដែលថ្ងៃនេះខ្ញុំលើកយក short e បូកជាមួយអក្សរ t បង្កើតបានសំឡេង at អូខេតើយើងអានអរគ្នា unit 3 e at et at en ed at អូខេអញ្ចឹងវីដេអូនេះគឺយើងនឹងសិក្សាពី short at តោះឥឡូវយើងអានអរគ្នា short at short at អូខេ at អញ្ចឹងអក្សរនៅខាងមុខយើងគឺសំឡេង g អូខេអក្សរ g គឺសំឡេងវា g អូខេ w គឺសំឡេងវា w ដល់ v សំឡេងវាគឺ v អូខេអញ្ចឹងរៀងស្រាលជាងគ្នាសំឡេងដូចគ្នាតែមួយ w មួយ v រៀងស្រាលជាងគ្នាបន្តិចដល់ p សំឡេងវាគឺ
h okay តោះឥឡូវយើងអានអស់គ្នាមក g at get w at wet v at vet h at pet អូខេតោះឥឡូវអានសារទៀត get get ទទួលយក wet wet sound vet vet ពេទ្យសាស្ត្រ pet pet សត្វចិញ្ចឹមដូចជាឆ្កែឆ្មាជ្រូកគោក្របីមាន់ទាដែលយើងចិញ្ចឹមនោះទេគេហៅ pet អូខេតោះឥឡូវយើងមើល phonics reading phonics reading គេខ្ញុំមាន3ល្បះដែលខ្ញុំលើកយកមកអានងាយស្រួលមែនតើដែលពាក្យនៅក្នុងនេះទាំងអស់អូខេតោះឥឡូវយើងអានអស់គ្នា My pet is wet My pet is wet I take my pet to the vet I take my pet to the vet Now my pet gets well Now my pet gets well អូខេតោះសារទៀតខ្ញុំអានឲ្យនឹងបកប្រែឲ្យ My pet is wet My pet is wet មានន័យថាសត្វចិញ្ចឹមរបស់ខ្ញុំគឺសើមអត់ទៅហើយដែលរត់កាត់ភ្លៀងរត់អីចឹងទៅសើមមិនល្ងាចឹងទៅអូខេ My pet is wet សត្វចិញ្ចឹមរបស់ខ្ញុំគឺសើមអត់ហើយ I take my pet to the vet អូខេ I take my pet to the vet មានន័យខ្ញុំយកសត្វចិញ្ចឹមរបស់ខ្ញុំហ្នឹងទៅជួបពេទ្យសត្វទៅកន្លែងពេទ្យសត្វគាត់សើមល្ងាអញ្ចឹងគ្រុនអញ្ចឹងណាគឺឈឺអញ្ចឹងទៅយកទៅពេទ្យសត្វចា I take my pet to the vet ខ្ញុំយកសត្វចិញ្ចឹមរបស់ខ្ញុំហ្នឹងគឺទៅពេទ្យសត្វបន្ទាប់ពីទៅពេទ្យសត្វហើយគេថា now ប្រែថាឥឡូវនេះ my pet gets well ឥឡូវនេះសត្វចិញ្ចឹមរបស់ខ្ញុំគឺល្អប្រសើរហើយមានអារម្មណ៍ល្អជាបាលអារម្មណ៍លែងឈឺលែងអីហ្នឹងគឺការហៅ gets well ពាក្យនេះគឺយើងអានបកប្រែភ្ជាប់គ្នាមក gets well បានន័យថាល្អប្រសើរទទួលបានអារម្មណ៍ល្អប្រសើរឡើងវិញអញ្ចឹងយ៉ា gets well តោះឥឡូវសារទៀត my pet is wet សត្វចិញ្ចឹមរបស់ខ្ញុំគឺសើម I take my pet to the vet ខ្ញុំយកសត្វចិញ្ចឹមរបស់ខ្ញុំទៅពេទ្យសត្វទៅជួបពេទ្យសត្វ now my pet gets well ឥឡូវសត្វចិញ្ចឹមរបស់ខ្ញុំល្អប្រសើរវិញហើយអូខេជួបគ្នានៅវីដេអូក្រោយអក្សរ E បូកជាមួយអក្សរ N បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូបន្ទាប់នៃមេរៀនទី3របស់យើងដែលថ្ងៃនេះខ្ញុំលើកយកអក្សរ E បូកជាមួយនឹងអក្សរ N អញ្ចឹងសំឡេងរបស់វាគឺ N តោះឥឡូវយើងអានទាំងអស់គ្នាបងប្អូនអូខេ Unit 3 at N add អូខេ EN គឺសំឡេងវា N តោះ short N N អូខេ N អូខេចុះអក្សរ H H សំឡេងវា h P សំឡេងវា h T សំឡេងវា t M សំឡេងវា m អូខេ h N hen p N pen t N ten m N man អូខេចឹងអានអស់គ្នាភាសាទៀតមកអូខេ hen មេមន់ pen ប៊ិច ten លេខ10 man បុរសបញ្ជាក់បុរសខ្ញុំសេបែបនេះគឺបញ្ជាក់ភាសាអង់គ្លេសគឺគេសម្រាប់សម្គាល់ទៅលើបុរសចាប់ពីចំនួន2នាក់ឡើងទៅអញ្ចឹងណាបងប្អូនបើសិនជាបុរសចំនួន1នាក់យើងទៅសេបែបនេះបុរសតែម្នាក់ហើយយើងចង់និយាយមនុស្សបុរសម្នាក់អញ្ចឹងយើងទៅសេ man man នេះបុរសម្នាក់ប៉ុន្តែបើសិនជាយើងទៅឃើញពាក្យគេទៅសេចេះបានតែសម្គាល់ចាប់ពីមនុស្ស2នាក់ឡើងទៅហើយអញ្ចឹងអាន man នេះ man អូខេតោះឥឡូវយើងមើល phonics reading ផងយើងល្បះខ្ញុំលើកមកពីល្បះអូខេ the two men have 10 pence the two men have 10 pence ទៀតល្បះទី2 the two men carry 10 hands the two men carry 10 hands អូខេខ្ញុំបកប្រែឲ្យ the two men
មានន័យថាបុរស2នាក់បាទបុរស2នាក់ have 10 pence the two men បុរស2នាក់ have មាន10 pence បិចចំនួន10ដើមអូខេ the two men have 10 pence បុរស2នាក់មានបិចចំនួន10ដើមអូខេនេះដដែល the two men ដដែល the two men carry 10 hands the two men carry 10 hands បុរស2នាក់ដដែលអូខេដដែលងាយស្រួលមែនទេបុរស2នាក់សែងមាន់10ក្បាលអញ្ចឹងដោយសារមាន់10ក្បាលធ្ងន់ដែរ1គីឡូជាង10វា10គីឡូជាងអញ្ចឹងគាត់សែងអូខេ carry នេះយើងមានន័យច្រើនយើងអាចប្រែថាសែងឬក៏យួរអ្វីដែលយើងយួរសែងកាន់យើងអាចនិយាយពាក្យ carry បានតោះខ្ញុំអានឲ្យភាសាទៀតបងប្អូន the two men carry 10 hands បុរស2នាក់សែងមាន់ចំនួន10ក្បាលអូខេអញ្ចឹងបងប្អូនអាចអានសារចុះសារឡើងមកចាត់ចេះអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទាក់ទងនឹងសំឡេង ED វិញម្ដងបាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូចុងក្រោយនៃមេរៀនទី3ផងយើងដែលជាអក្សរ E បូកជាមួយអក្សរ D អញ្ចឹងសំឡេងរបស់វាគឺ at តោះឥឡូវយើងអានទាំងអស់គ្នា Unit 3 at and add អូខេចឹងយើងអានអស់គ្នាមក short at atអក្សរនៅខាងមុខផងយើងគឺ b at bad r សំឡេងវា r at red w សំឡេងផងវាគឺ w at wet l សំឡេងវាគឺ l at glad អូខេតោះឥឡូវយើងអានសារទៀត bad clear red ពណ៌ក្រហម wet រៀបការ let ដឹកនាំឬក៏បដាលដឹកនាំគេដឹកនាំនរណាម្នាក់ដឹកនាំក្នុងក្រុមហ្នឹងគេហៅថា let តោះ phonics reading ការអាននឹងបញ្ចេញសំឡេងអូខេថ្ងៃនេះយើងមាន3ល្បះក្នុង phonics reading ផងយើងអូខេតោះឥឡូវយើងអានមក a man let his door he sat on a red bed he will wet his slurp soon អូខេខ្ញុំបកប្រែឲ្យ a man let his door a man បុរសម្នាក់បានបណ្ដាលឆ្កែរបស់គាត់មានន័យថាគាត់ដឹកឆ្កែរបស់គាត់ដើរទៅណាអីចឹងដូចជាគាត់អ្នកដឹកនាំអីមួយចឹងអូខេ a man let his door បុរសម្នាក់បានបណ្ដាលឆ្កែរបស់គាត់អូខេ he sat នេះបានន័យថាគាត់បានអង្គុយ he sat on a red bed គាត់បានអង្គុយនៅលើគ្រែក្រហមមួយ he sat on a red bed គាត់បានអង្គុយលើគ្រែក្រហមមួយ he will គាត់នឹងwill នឹង he will wet his slurp គាត់នឹងរៀបការអូខេ wet មានន័យថារៀបការអូខេនៅពីខាងលើយើង he will wet his slurp soon មានន័យថាឆាប់អាចរយៈពេល1ខែទៀតឬក៏កន្លះខែទៀតចឹងគេប្រើពាក្យ soon he will wet his slurp soon មានន័យថាគាត់នឹងរៀបការជាមួយមនុស្សដែលគាត់ស្រឡាញ់ឆាប់ his slurp នេះបានន័យថា wet his slurp នេះមានន័យថារៀបការជាមួយមនុស្សដែលគាត់ស្រឡាញ់ he will wet his slurp soon គាត់នឹងរៀបការជាមួយមនុស្សដែលគាត់ស្រឡាញ់ឆាប់នេះអូខេអញ្ចឹងវីដេអូក្រោយយើងនឹងរៀនពី story វិញម្ដងក្រោយពីយើងចប់មេរៀនទី3អូខេជួបគ្នានៅវីដេអូក្រោយបាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះយើងសិក្សាពី story រឿងខ្លីមួយក្រោយពីយើងបានបញ្ចប់មេរៀនទី3មុននឹងយើងចូលមេរៀនទី4តើបងប្អូនអានតាមខ្ញុំទាំងអស់គ្នាតើ Okay, story. Ben and his pet hen.
Ben has a pet hen. The pet hen lays an egg every day. Today, the pet hen is wet. Ben takes it to the vet. The vet led Ben to a red bed. He puts his pet on the bed. It will get well soon, the vet said. At the vet, Ben sees a big elephant and an elk. They are pets too. Then the two men come to the vet. One man takes a pen and writes to the vet. I will wed you in next 8 days, he wrote. អូខេតើបងប្អូនអានតាមខ្ញុំម្ដងទៀតខ្ញុំបកប្រែនិងបញ្យល់ clear មួយចំនួនដែលពិបាកសម្រាប់បងប្អូនដែលបានរៀនអូខេតោះ Ben គឺជាឈ្មោះ has មាន a pet hen យើងអាចប្រែថាមេមាន់ក៏បានដែរឬក៏សត្វចិញ្ចឹមមេមាន់សត្វចិញ្ចឹមតែយើងមិនបាច់ប្រែនេះទេគឺគេដាក់ពាក្យ pet នេះសម្គាល់ថាមាន់ហ្នឹងគឺជាសត្វចិញ្ចឹមមិនមែនមាន់ព្រៃទេទេយើងប្រែមក Ben has a pet hen បានន័យថា Ben មានមេមាន់មួយមេមាន់ហ្នឹងជាមិនមេមាន់គឺជាសត្វចិញ្ចឹមពេលយើងប្រែមិនបាច់ប្រែទាំងពីរទេthe pet okay the pet hens មេមាន់ lays an eggs every day មានន័យថាមេមាន់ពងបានពងមួយមេមាន់ហ្នឹងពងបានពងមួយជារៀងរាល់ថ្ងៃ Today the pet hen is wet ថ្ងៃនេះមេមាន់គឺសើមហើយមេមាន់ចេញពីពងទៅមួយទឹកភ្លៀងនេះសើមតទៀត Ben takes it Ben takes it to the vet Ben យកវាយកណាគេយកមេមាន់ហ្នឹងអូខេ Ben យកវាទៅពេទ្យសត្វពេលសារវាត្រូវទឹកភ្លៀងឈឺអញ្ចឹងមកទៀត The vet led Ben to a red bed The vet ពេទ្យសត្វ led Ben បានណែនាំឲ្យ Ben to a red bed ទៅកាន់គ្រាក្រហមមួយអូខេអញ្ចឹងពេទ្យសត្វបានណែនាំ Ben ទៅកាន់គ្រាក្រហមមួយ He puts his pet Ben he នេះគឺ Ben ហ្នឹងហើយគាត់មានន័យថាគាត់ដាក់សត្វចិញ្ចឹមរបស់គាត់សត្វចិញ្ចឹមហ្នឹងគឺជាមេមាន់ on the bed នៅលើគ្រា it will get well soon the vet said អញ្ចឹងកន្លែងនេះគឺយើងបកពីកន្លែងនេះមុនភាសាអង់គ្លេសវាប្រចាំជាខ្មែរបានន័យថាពេទ្យសត្វបាននិយាយថាវានឹងជាឆាប់នេះហើយមានអារម្មណ៍ថាជាហ្នឹងគឺអារម្មណ៍ល្អឆាប់វិញអញ្ចឹងវានឹងជាឆាប់នេះហើយ it will get well soon តែយើងប្រើពាក្យនេះមុន the vet said លោកគ្រូពេទ្យសត្វបាននិយាយថាវានឹងល្អប្រសើរឆាប់នេះហើយឬក៏ជាហើយឆាប់នេះអូខេចឹងនេះគឺជា clear ដែលជាភាសានិយាយគឺគេប្រើសញ្ញានេះសញ្ញាថ្មីកដល់2អូខេថ្មីកដល់ហ្នឹងគឺមិនសម្គាល់សម្រាប់ភាសានិយាយក្នុងភាសាអង់គ្លេសអូខេat the vet Ben sees a big elephant and an elk នៅកន្លែងពេទ្យសត្វហ្នឹង Ben ឃើញដំរីធំមួយក្បាលហើយនឹងប្រើសមួយក្បាល They are pets too ពួកវាក៏ជាសត្វចិញ្ចឹមផងដែរបាទហើយជាលោកគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យហ្នឹងគាត់ចិញ្ចឹមសត្វដំរីនិងប្រើសហ្នឹងនេះក៏ជាឧទាហរណ៍នៅក្នុងមេរៀនហ្នឹងខ្ញុំអត់យកពាក្យផ្សេងចឹង Then បន្ទាប់មក the two men comes to the vet បន្ទាប់មកទៀតបុរស2នាក់មានន័យថាបុរស2នាក់បានមកកន្លែងពេទ្យសត្វ one man បុរសម្នាក់ takes a pen
one man takes a pen បរិសម្នាក់យកប៊ិចមួយដើម and write to the vet ហើយសរសេរទៅកាន់អ្នកគ្រូពេទ្យសត្វហ្នឹងអញ្ចឹងអ្នកគ្រូពេទ្យសត្វហ្នឹងគឺអ្នកគ្រូហើយស្រីហើយ Okay I will អូខេគាត់និយាយថានេះជាភាសាគាត់និយាយ I will vet you in next 8 days ខ្ញុំនឹងរៀបការជាមួយអ្នកនៅ8ថ្ងៃក្រោយទៀត he wrote គាត់បានសរសេរចុះបានន័យថាគាត់បានសរសេរថាខ្ញុំនឹងរៀបការជាមួយអ្នកនៅ8ថ្ងៃក្រោយអូខេសាច់រឿងយើងគឺប៉ុណ្ណឹងអញ្ចឹងសម្រាប់ចំពោះបងប្អូនយើងយល់សាច់រឿងនឹងបានប៉ុណ្ណាហើយបងប្អូនអាចខមមិនមើលថាតើអ្នកគ្រូពេទ្យសាស្ត្រគាត់យល់ព្រមជាមួយនឹងបុរសហ្នឹងអត់